សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំណែនាំមេរៀនមួយដែលបញ្ជាក់ពីធាតុមកជាមួយតួឆ្នាំដែលភាសាចិនសែហៅថាធាតុអង្គុយលើសត្វនេះជារបៀបគណនាធាតុមកជាមួយសត្វនៃតួឆ្នាំទាំង12ដែលមានកន្ទុយលេខនៅខាងចុងនៃតួឆ្នាំកំណើតបញ្ជាក់ពីធាតុមកជាមួយសត្វទាំង12តែធាតុនៃតួលេខនេះប្រើប្រាស់បានតែការគណនាតួឆ្នាំប៉ុណ្ណោះในចុងតួលេខនៃឆ្នាំកំណើតមានបែងចែកធាតុបូកនិងធាតុដកដូចខាងក្រោមលេខ0ធាតុម៉ាក់បូកលេខ1ធាតុម៉ាក់ដកលេខ2ធាតុទឹកបូកលេខ3ធាតុទឹកដកលេខ4ធាតុឈើបូកលេខ5ធាតុឈើដកលេខ6ធាតុភ្លើងបូកលេខ7ធាតុភ្លើងដកលេខ8ធាតុដីបូកលេខ9ធាតុដីដកឧទាហរណ៍1អ្នកកោតឆ្នាំ1982ជាឆ្នាំសន្នក់ទឹកមានន័យថាឆ្នាំធាតុទឹកបូកមកជាមួយឆ្នាំចដែលឆ្នាំចមានធាតុអោបជាប់តួខ្លួនជាធាតុដីបូកនៅក្នុងដក2អ្នកកោតឆ្នាំ2025ជាឆ្នាំពោះឈើមានន័យថាឆ្នាំឈើដកមកជាមួយម្សាញ់ដែលឆ្នាំម្សាញ់មានធាតុអោបជាប់តួខ្លួនជាធាតុភ្លើងដកនៅក្នុងបូក3អ្នកត្រៀមកោតឆ្នាំ2026ជាឆ្នាំសេះភ្លើងមានន័យថាឆ្នាំភ្លើងបូកមកជាមួយមមីដែលឆ្នាំមមីមានធាតុអោបជាប់តួខ្លួនជាធាតុភ្លើងបូកនៅខឿងដកសូមគោរពជូនពរសុខភាពល្អវិបុលសុខនិងសុភមង្គលនិងសេចក្តីសុខជូនចំពោះអ្នកទាំងអស់គ្នាសូមអរគុណ